លេជិនមួយរូបរបស់ក្លឹបអ្នកមានបុណ្យបាសេឡូណាបាននិយាយប្រាប់ថាគាត់ចង់ឲ្យគ្រីស្ទៀនរ៉ូណាល់ដូមកចូលរួមក្រុមលេងបាល់ទាត់ជាមួយនឹងរូបគាត់រ៉ូណាល់ឌីញ៉ូដែលជាអតីតកីឡាកររបស់ក្លឹបអ្នកមានបុណ្យបាសេឡូណាហើយក៏ជាលេជិនមួយរូបផងដែរគាត់បានផ្ដល់បទសម្ភាសន៍នៅក្នុងវេទិកាមួយដែលគេបានសួរថាតើគាត់ចង់ឲ្យរ៉ូណាល់ដូណាសារីយ៉ូឬក៏លីអូណែលមេស៊ីលេងនៅក្នុងក្រុមរបស់គាត់ដែរឬទេហើយព្រាមនោះគាត់ក៏បានឆ្លើយផ្ទុយពីសំណួរនេះតែម្ដងបាទគឺគាត់បានជ្រើសរើសយកគ្រីស្ទៀនរ៉ូណាល់ដូមករួមលេងក្រុមជាមួយនឹងរូបគាត់ហើយកីឡាករប្រេស៊ីលរូបនេះបាទគាត់ក៏បានពន្យល់បន្ថែមទៀតផងដែរប្រិមត្តយើងដោយសារតែគាត់គឺបានលេងជាមួយនឹងកីឡាករទាំងនោះអស់រួចទៅហើយដូច្នេះបើសិនជាមានឱកាសបាទគឺគាត់ពិតជាចង់លេងជាមួយនឹងគ្រីស្ទៀនរ៉ូណាល់ដូពិតមែនមានអីមួយយ៉ាងដែរតើបងប្អូនកីឡាគឺវាផ្សារភ្ជាប់ជាមួយនឹងមិត្តភាពបាទប៉ុន្តែបើសិនជាចង់លេងជាមួយនឹងគ្រីស្ទៀនរ៉ូណាល់ដូមែនបាទមើលទៅប្រហែលជាតតែចាំដល់គាត់ចូលនិវត្តន៍ឯណោះបាទពីព្រោះឥឡូវគឺគាត់កំពុងតែប្រកបអាជីពនៅក្លឹប Al Nassr លីក Saudi Arabia